ส้มกระบัดติดมั้ยมาโกนเทรนบอกปูส้มกระบัดนะโกนกระบัดนี่กระไตรอันนี้ยังแบบบ้านnày đó là cho stir này thế đây là stir rồi này ấy mấy đấy stir mang thông khoang thốn này bông bông prem tôi chuẩn nông cờ lố để lụa tới ban đồng lấy chapi buôn pon lớn lớn cứ này cứ chưa mà tê Hawaii đây trời lụa lừa tìm xả mỗi tiết chim ngon trắng trẻ miễn đau một tê chút mùi này bông tha đau một tê nó bị chút thôi thấy ban dương vậy thà đau một tê nó chút nước lấy nhá bông thằng này đây thằng này 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 bông bông prem tôi chuẩn bông mau chui chụp đi chút đi mới này bông sấy của đại ta mà tê chút bà mấy ban dương hai viên thà tê chút bởi vì miền play hay miền ấy trầm trời này play ở ban đôi kia là ô chơi hồ thấy dương hai viên chút trong vòng này tê chút tê chút tái miền play chẳng dương trời thường mấy dương tục viên trắng rồi coi dương thử đọ với chào độ chào của ban tục đọ chào các bạn là lấy mới nhầm sụm đọ còn nói với chlong bà thì đọ tới còn nói với chlong từng rừng rụi ở đây rụi ok này tê chút bông bốn đại miền tha dương do chỉ sạch cả bàn thì bà bà hay play biết ô này cái tên anh ấy từ cao si để mà từ ជំរាបសួរប្រិមត្តដែលកំពុងទស្សនាពី CSP Media ជាទីគោរពលោកនាងកញ្ញាជាទីគោរពវិលត្រឡប់មកជួបគ្នាសាជាថ្មីនៅទីតាំងផ្សេងមួយកន្លែងទៀតដែលយើងកំពុងតែមកដល់បងប្អូនមើលខាងក្រោយខ្ញុំហើយនឹងមើលសំណាញ់នៅខាងលើហើយនឹងសងខាងគឺធំនេះគឺជាទីតាំងចំការប្រទេសហាវ៉ៃដូច្នេះបងប្អូនយើងឆ្ងល់ហើយក៏ធ្លាប់តែឃើញតែនៅលើទីផ្សារដូចគ្នាឥឡូវខ្ញុំនឹងក្រុមការងារបានចុះមកដល់ទីតាំងបងប្អូនមើលចុះនេះខ្ញុំសូមបង្ហាញជូនបន្តិចដោយសារតែក្នុងម្ដងមើលនេះគឺច្រើនផ្លែគ្រាន់តែថាឥឡូវនេះប្រទេសហាវ៉ៃហ្នឹងគឺមិនទាន់បានពេញរូបរាងដែលត្រូវអាចបេះបានទេបាទអញ្ចឹងគ្រប់ដើមគឺមានទាំងអស់នេះហើយគឺជាការខិតខំប្រឹងប្រែងដាំដំណាំនៅក្នុងទីតាំងផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជាបងប្អូននេះក្មួយស្រីដែលជាកូនម្ចាស់ចកាដែលកំពុងតែបេះស្មៅមានថាសម្អាតជំរះជើងស្មៅមែនទេអូនមែនអញ្ចឹងនេះគឺជាកូនរបស់បងស្រីទាំងពីរនាក់ហើយនេះគឺជាបងស្រីម្ចាស់ចំការជំរាបសួរបងបាទខ្ញុំសូមមកទីតាំងនេះចុះដោយសារតែឥឡូវនេះចូលមកដល់ទីតាំងចំការបងផ្ទាល់ហើយបងក៏មិនមានពេលទំនេរអីច្រើនប្រហែលដែរទេព្រោះថាមួយថ្ងៃទំនេរពីការថែទាំប្រទេសបាទហាវ៉ៃនេះគឺបងត្រូវតែធ្វើជំរះជើងក្រោមដូចជាស្មៅហេតុអីបានយើងត្រូវការជំរះវាឲ្យស្អាតគ្រប់ពេលវេលាបងអាចជួយបញ្ជាក់ជូនបានទេបងឲ្យស្អាតទៅបានវាផ្ដល់ផលល្អអញ្ចឹងវាស្រួលលូតតែបើឬយ៉ាងម៉េចហ្នឹងហើយតែវានៅរុំខ្លាចមានសត្វមានអីចឹងណាបាទអញ្ចឹងមានន័យថាសត្វក៏យើងត្រូវការមើលថែទាំវាដែរមានន័យថាយើងមកឆែកមកមើលដោយផ្ទាល់នៅក្នុងទីតាំងហ្នឹងមែនទេបងហ្នឹងហើយបាទពិបាកថែទាំទេបងជាមួយនឹងប្រទេសហាវ៉ៃធាតុអាកាសល្អទៅពិបាកថែប្រទេសហាវ៉ៃបាទមួយទៀតខ្ញុំឆ្ងល់ត្រង់ចេះមានដើមប្រទេសឈួតមួយនេះណែបងថាដើមប្រទេសនេះវាឈួតហើយបានយើងនិយាយថាដើមប្រទេសនេះឈួតនៅកន្លែងណាបងខាងណាខាងមុខនៅខាងណានេះនេះបងប្អូនពេលមកជួយបងមកជួយជម្រាបជូនតិចមើលនេះបងស្រីក៏ដែរថាប្រទេសឈួតបាទមិនបានយើងហៅវាថាប្រទេសឈួតបើវាមានផ្លែហើយមានអីត្រឹមត្រូវដែរចេះផ្លែអត់បានដូចជាល្អចេះហូហើយយើងហៅវាឈួតចឹងហ្មងដែរហៅប្រទេសឈួតប្រទេសឈួតតែមានផ្លែអញ្ចឹងយើងត្រូវធ្វើម៉េចយើងទុកវាអញ្ចឹងឬក៏យើងត្រូវដកវាចោលដកចោលក៏បានទុកក៏បានដកចោលក៏បានឥឡូវមើលខ្ញុំសុំដកមើលកុំឲ្យវាឆ្លងបាទគេដកទៅកុំឲ្យវាឆ្លងទាំងរឹសរួចអត់ទេរួចអូខេនេះប្រទេសឈួតបងប្អូនដែលមានន័យថាយើងយកជាសាច់កាបានទេបាទបោះចោលបាទហើយផ្លែវាអូនេះកតេះកតុញអានេះតកៅស៊ីទេមើលទៅតកៅបាទអញ្ចឹងគេមានរបៀបមើលរបស់គេអានេះប្រភេទម្ទេសគេហៅថាម្ទេសឈួតបងស្រីដែលបានលើកឡើងទីតាំងនៅម្ដុំនេះខ្ញុំចូលមកដល់បងមើលឃើញថាបងប្អូនយើងភាគច្រើនគឺគាត់ធ្វើចកាប
បងអាចជួយរៀបរាប់បានទេចការអីខ្លះដែលជាតម្រូវការនៅលើទីផ្សារបងប្អូនយើងនៅគាត់ធ្វើដាំណាចាមានស្បៃស្ពៃគ្រប់ហ្មងស្បៃយកកជើងទាកញ្ញាញ់ស្បៃរើសសាឡាត់បាទស្លឹកខ្ទឹមននងគ្រប់មុខហើយតែសុទ្ធតែទីតម្រូវការរបស់បងប្អូនយើងត្រូវការហូបចុកបងប្អូនប្រិមត្តជនខ្ញុំនិយាយរឿងតម្លៃបន្តិចប្រហែលថ្ងៃមុនខ្ញុំផ្សព្វផ្សាយអំពីកិច្ចការងារមួយចំនួនតែទៅនឹងដំណាំវាមានច្រើនស្រុកខ្មែរដោយបងបានលើកឡើងក៏ប៉ុន្តែចំពោះទីតាំងដែលយើងជជែកគ្នានេះបាននិយាយអំពីម្ទេសហាវ៉ៃតម្លៃឥឡូវបងហក់ឬក៏ចុះក្នុងតម្លៃ1គីឡូប្រហែលដែរ1គីឡូ4000 1គីឡូ4000ចា1គីឡូ4000មើលអាប៉ុណ្ណាដែលយើងអាចបេះបានក្នុងការលក់មើលអត់គាត់ណាប៉ុណ្ណាបងប៉ុណ្ណាដែលយើងអាចបេះលក់បានអាខ្មៅនេះយើងអាចបេះបានទេហ្នឹងហើយបានពេញនៅប៉ុណ្ណឹងពេញអូប្រិមិត្តនេះសុំកបិតតិចមកកូនត្រេនបពូសុំកបិតណាកូនកបិតនេះកត្រៃអានេះយើងបេះបានហើយដូចយើងស្ទើនេះដូចយើងស្ទើដល់នេះអីមិនដែរស្ទើមកធំខំធំអូនេះបងប្អូនប្រិមិត្តទូជនក្នុងគីឡូដែលលក់ទៅបានតម្លៃចាប់ពី4000ឡើងឥឡូវគឺនេះគឺជាម្ទេសហាវ៉ៃដែលត្រូវលក់លើទីផ្សារបាទអញ្ចឹងនៅខាងណាទៀតដែលអាចបេះបានបងនេះអាចបានទេឬក៏នៅទេស្ទើតិចតួចបេះបេះបានហើយណាបាទអញ្ចឹង1គីឡូអាចនឹង4ទៅ5ផ្លែណាបងណាវាទូអញ្ចឹងច្រើនផ្លែដែរច្រើនផ្លែដែរយើងលើស្ទើទេអាធំដែលត្រូវប៉ាន់មែនតើណាប៉ុណ្ណាបងមើលជួយដើររមើលមួយខ្ញុំតិចមើលខ្ញុំចង់ដឹងអាធំដែលគេលក់នៅលើទីផ្សារនេះប៉ុណ្នេះបានទេបងនេះប៉ុណ្នេះបានទេឬក៏ស្ទើទៀតនៅស្ទើទៀតបាទអញ្ចឹងក្រូចហាវ៉ៃនេះធំណាប្រិមិត្តបាទដែលលក់នៅលើទីផ្សារឲ្យតម្លៃក៏គួរឲ្យចាប់អារម្មណ៍ដូចគ្នាដែរបាទក្រូចហាវ៉ៃម្ទេសហាវ៉ៃម្ទេសហាវ៉ៃបាទបងប្អូនប្រិមិត្តទូជនអញ្ចឹងនេះហើយគឺជាម្ទេសហាវ៉ៃដែលយើងបានចុះមកដល់ទីតាំងដល់ផ្ទាល់បាទនេះឃើញទេបងប្អូននេះគឺប៉ុណ្ណនេះអាចបានហើយបាទអាចបានហើយបងអាហ្នឹងម្ទេសហាវ៉ៃហ្នឹងយើងបើភាគច្រើនអ្នកដែលចូលចិត្តគេយកទៅធ្វើអីខ្លះទៅឆាសាច់គោណាជ្រលក់ផ្អកហើយមកបើក្មួយចូលចិត្តបែបម៉េចស្ងោយកទៅស្ងោបានទៀតបងស្ងោជ្រលក់ផ្អកស្ងោជ្រលក់មួយផ្អកអត់យកទៅហូបឆៅទេគេហូបតែឆៅអញ្ចឹងឆៅគឺគេហូបដែរតែគាត់ថាតាមចំណងចិត្តហើយនេះបាទនៅទីតាំងដែលបងដាំហ្នឹងមើលទៅទីតាំងអាចនឹងប្រើប្រាស់ផ្ទៃដីប្រហែលដែរបងខ្ញុំដាំដី30 អាចាបាទ30អាបើនិយាយបណ្ដោយទៅទឹងខែជា20អីដែរណោះ20 30អីដែរខ្ញុំអត់ស្គាល់ដឹងដែរបាទចុះដល់ពេលដែលយើងបញ្ចប់ឧទាហរណ៍ឥឡូវយើងដាំអានេះរយៈពេលប្រហែលខែបានផលវាផ្លែល្អបែបណាហើយជាមួយខែកន្លះទៅជា2ខែខ្ញុំអត់បានកត់សោះអូលឿនដែរណាបងណាលឿនដែរតែហើយការប្រមូលផលនេះយើងប្រមូលបែបម៉េចយើងវាផ្លែតែម្ដងអស់តែម្ដងឬមួយក៏នៅពេលដែលចេញផ្កាមកវាមានបន្តទៀតចឹងបានផលមិនតិចដងនេះចឹងចាក់ច្រើនដងហើយអាចប្រមូលជារៀងរាល់ថ្ងៃភាគច្រើនអានឹងគេបេះពេលណាពេលព្រឹកថ្ងៃមួយស្រាប់តែមួយកំងអញ្ចឹងបើមួយកំងអញ្ចឹងទៅដឹងតែយើងដើរវែកមើលណាដើរវែកមើលទៅវៃលក់ឲ្យគេហ្នឹងហើយឥឡូវឈ្មួញពិបាកលក់អត់បងពិបាកលក់នឹងត្រង់ថាឥឡូវគាត់ចុះមកដល់គ្រឿងតាំងហ៎អ្នកមកដាំច្រើនចាគេដាំច្រើនទៅយើងពិបាកមួយអូបាទអញ្ចឹងដោយបងប្អូនទស្សនិកជនទស្សនាអញ្ចឹងខ្ញុំមិនមានអីច្រើនទេគ្រាន់តែចង់បង្ហាញជូនថាប្រជាពលរដ្ឋយើងគាត់បានដាំបានគាត់ថែទាំបានផលិតផលនៅក្នុងស្រុកហើយបើគ្រប់ត្រូលទិញមានតម្លៃលើទីផ្សារបងគិតថាខិតខំបន្តទៀតទេខំកុំឲ្យតែចុះថ្លៃកុំឲ្យចុះអស់កម្លាំងឥឡូវខ្ញុំសុំកម្លាំងចិត្តតិចមើលកម្លាំងចិត្តដែលបងប្រឹងដាំអាចនឹងមានផ្លែពេញដើមអញ្ចឹងបងមានកម្លាំងចិត្តហ៎មានសប្បាយចិត្តហ្មងអាថែទាំពីមុនមកយើងបាត់ការហឺតនឿយហត់អស់ហើយណាបាត់ហើយមកឥឡូវជួយដាក់ចូលមកពូបេះដែរមើលមួយបងស្រីតោះឥឡូវយើងបេះទៀតមើលនេះអាធំនេះបេះបានទេក្មួយកាត់មកហ្នឹងហើយកាត់មើលយកទៅឆាឲ្យឆ្ងាញ់ម្ដងមើលបាទបងស្រីឥឡូវមានអីជាការสนុំពរចុងក្រោយទេតកតងទៅនឹងដំណាំចំការដែលបងបានព្យាយាមដាំបានហើយសំណុំពរហ្នឹងគឺសំណុំពរចង់ឲ្យយ៉ាងម៉េច
ចង់ឲ្យបងប្អូនយើងគាំទ្រផលិតផលរបស់យើងបន្ថែមទៀតដែលជាប្រជាពលរដ្ឋនៅក្នុងស្រុកស្រែចម្ការខិតខំប្រឹងក្តៅថ្ងៃតិចអត់មានពេលសម្រាប់ទេហើយខ្ញុំមកដល់បងប្អូនគាត់អត់សម្រាប់ទេណាសម្រាប់តាបាយមកបន្តិចជួបជុំក្រុមគ្រួសារទេហើយមកចាប់ដើមបេះស្មៅបេះអីបន្តទៀតបងមានអីជាការកង់សំណុំពោទេបង สนมเปาท่าเอาความเถาแล้วพอไม้พอ បាទ ก็บัดน้อมโจ้ได้ไม้เธอบ้าน បានណា จ้าเอาบ้านตะไลเอาเมียนตีซาละโอ បាទ จ้าเมียนเมายัยเมากระมองไงหัวไงเมียนกระลังไง បាទឥឡូវម៉ួយមិនដែរម៉ួយរៀងស្ទើមកកំងហើយមិន อ๋อเต้เมากระมองแต่ปันไตประมาณไงนั่งหรือท่าเห็นมันใส่มันกินใส่ซี បាទ จัง ចឹងរៀងស្ទើដែរ สเตอร์ ឬមួយក៏ចង់បិទទីផ្សារអីមិនយើងមិនដឹងតែគាត់ថាឥឡូវសូមឲ្យមានទីផ្សារទលំ จ้า យាយតិចមក เอาเมียนตะลุมตะเลียมา បាទព្រោះឥឡូវហ្នឹងបងបានដាំបានហើយ ដាំបានហើយ បាទអរគុណប្រិមត្តទស្សនិកជនខ្ញុំមិនមានអីច្រើនទេតែគ្រាន់តែថាខ្ញុំសប្បាយចិត្តជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលជាអ្នកស្រុកស្រែចម្ការដែលគាត់គិតខំប្រឹងប្រែងដាំបាទអញ្ចឹងយើងមានត្រឹមប៉ុណ្ណេះហើយទស្សនវិជ្ជាបែបនេះយើងនឹងកម្របានឃើញត្រួតតែចុះមកដល់ចម្ការផ្ទាល់ដូចខ្ញុំនឹងក្រុមការងារទើបអាចបង្ហាញជូនដល់បងប្អូនយើងទស្សនាតាមរយៈ page CSP Media បានសូមគាំទ្រហើយខ្ញុំនឹងបន្តទៅទីតាំងខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជាដើម្បីផ្ដល់ជូននៅទស្សនីយភាពក៏ដូចជាទស្សនវិជ្ជាជាមួយនឹងបងប្អូនយើងជាច្រើនកន្លែងដទៃទៀតខ្ញុំនឹងបងស្រីបងអូនស្រីបាទក្មួយអីណា ទាំងពីរនៅក្រុមការងារសូមអរគុណគ្រប់លាត្រឹមប៉ុណ្ណេះបាទ